នេះគឺជាវិធីសាស្ត្រដែលយើងឲ្យ AI នៅក្នុង Telegram ជួយបកប្រែឲ្យយើងអញ្ចឹងឧទាហរណ៍ថាគេផ្ញើមកជាភាសាអង់គ្លេសចឹងឥឡូវឧទាហរណ៍ថាខ្ញុំផ្ញើទៅនរណាម្នាក់ជាភាសាអង់គ្លេសណាខ្ញុំទៅយកភាសាអង់គ្លេសពី ChatGPT យើងអាចថាសរសេរអ្វីមួយពីអង់គ្លេសឬក៏យើងសរសេរជាខ្មែរឲ្យវាសរសេរជាអង់គ្លេសយើងក៏បានដែរចឹងវា generate មកហើយចឹងហ្នឹងសំដៅលើយើងដែលយើងផ្ញើឲ្យគេទោះបីគេផ្ញើឲ្យយើងក៏ដោយក៏យើងអាចបកប្រែបានដូចគ្នាចឹងជិញយកទៅផាសហើយខ្ញុំផ្ញើទៅឲ្យគេចឹងណាបន្ទាប់មកមានន័យថាអ្នកផ្សេងដែលគេទទួលបានសារយើងឧទាហរណ៍ថាមានអ្នកទទួលបានសារយើងចឹងគាត់ទទួលបានសារយើងហើយតែគាត់ចេះបកប្រែទេពេលចឹងគាត់ចង់ឲ្យ AI របស់ Telegram បកប្រែឲ្យគ្រាន់តែចុច copy លើ text ហ្នឹងមកហើយយើងផាសចូលនៅក្នុងនេះវិញយើងផាសចូលឡើង message បន្ទាប់មកយើងនឹងឃើញមាននេះបតង់កន្លែងនេះកន្លែងគេដាក់ថា AI អាចចុចឲ្យហ្នឹងមកតមកទៀតយើងចុចទៅលើកន្លែង translate នេះចឹងវាកន្លែងនេះកន្លែងដាក់ថាភាសាដើម from English ហើយកន្លែងនេះកន្លែងឲ្យបកប្រែទៅជាភាសាចឹងបើវាបញ្ចេញភាសាចិនចឹងយើងរើសយកដាក់ទៅជាភាសាខ្មែរមកនេះភាសាខ្មែររបស់យើងដើម្បីយើងអាចរងចាំវាបន្តិចព្រោះវាត្រូវការពេលយូរបន្តិចដើម្បីវាអាច translate មកបានឥឡូវនេះវាចេញមកហើយអត្ថបទហ្នឹងវាបានបកប្រែឲ្យជាភាសាខ្មែររួចចឹងនៅពេលហ្នឹងអត្ថបទវានឹងក្លាយទៅជាភាសាខ្មែរដែលយើងបានបកប្រែរួចជាការស្រេចអូខេមានប៉ុណ្្នឹងទេចឹងវាងាយស្រួលដែរពីមុនយើងធ្លាប់ copy វាយកទៅផាសនៅក្នុង Google Translate ឬក្នុងវចនានុក្រមផ្សេងៗតែឥឡូវនេះគឺងាយស្រួលយើងអាចបកប្រែក្នុងនឹងបានអរគុណបាយបាយ